បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានថ្មីមួយទៀតឲ្យបងប្អូនបាទថៃកំពុងតែឆ្លេឆ្លាឆ្លន់ស្លោមែនទែនហើយបាទថៃបដិសេធបាទមិនចុះបញ្ជីគ្រឿងញៀនទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេបងប្អូនជាទីគោរពរាប់អានក្រោយពេលដែលមានការផ្សព្វផ្សាយបាទជាបន្តបន្ទាប់អំពីថៃដែលមានគម្រោងចង់បាទយកគ្រឿងញៀនបេតង់វីតាមីនបាទយកទៅចុះបញ្ជីបេតិកភណ្ឌពិភពលោកដែលចាត់ទុកថាជារបស់ថៃទាំងមូលនោះឥឡូវនេះថៃបានចេញមកបដិសេធទាំងញ័រមាត់ញ័រកបង្ហាញសបញ្ជាក់ឲ្យឃើញថាបាទថៃយកចិត្តទុកដាក់ណាស់ចំពោះរឿងនេះប៉ុន្តែយកចិត្តទុកដាក់តែបបោមាត់តែប៉ុណ្ណោះសកម្មភាពជាក់ស្ដែងថៃបង្ក្រាបហើយលែងបង្ក្រាបហើយលែងនេះជាការលើកទឹកចិត្តមួយឲ្យក្រុមដែលនិយមនឹងក៏ដូចជាជួញដូរគ្រឿងញៀនកំពុងតែមានទឹកចិត្តរកស៊ីគ្រឿងញៀនបន្តដដែលដូចជាករណីថ្មីនេះបាទអ្នកជួញដូរគ្រឿងញៀនដែលមានវ័យជាង80ឆ្នាំក្រោយពេលដែលជាប់ពន្ធនាគារត្រឹមតែបាទជាង1ឆ្នាំមិនដល់1ឆ្នាំផងក៏ត្រូវបានដល់លែងដោយចុះហត្ថលេខាដោយព្រះបាទវេជ្ជរាលង្កននេះមានន័យថាប្រទេសថៃកំពុងតែលើកដំកើងក្រុមអ្នករកស៊ីគ្រឿងញៀនប្រទេសថៃកំពុងតែលើកដំកើងនិងក៏ដូចជាផ្ដល់តម្លៃខ្ពស់ដល់អ្នករកស៊ីគ្រឿងញៀនធំពាក់ព័ន្ធជាមួយនឹងបញ្ហានេះផងដែរបើក្រោយពេលដែលមានការផ្សព្វផ្សាយបើលើបណ្ដាញសង្គមជាបន្តបន្ទាប់ឥឡូវនេះថៃខឹងបើហើបគូតែម្ដងដោយសារតែប្រទេសមួយនេះបើជាប្រទេសផលិតគ្រឿងញៀនជាប្រទេសបាទដាំកញ្ឆាដាំកញ្ឆុងបាទដើម្បីសម្រាប់ធ្វើជាថ្នាំតាមការពិតវាគ្រាន់តែជារឿងមួយកុហកបោកប្រាស់តែប៉ុណ្ណោះឥឡូវរកឃើញកាន់តែច្បាស់ហើយបាទប្រទេសនេះបាទខ្លាចទៅជាប្រទេសនាំចេញគ្រឿងញៀនធំបំផុតខ្លាចទៅជាប្រទេសផលិតគ្រឿងញៀនចេញនិងក៏ដូចជាមានគម្រោងនៅគុំតែការនាំចេញច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងបញ្ហាបើយោងទៅតាមការផ្សាយរបស់កាសែតខៅសុតថៃស្របពេលដែលអ្នកនាំពាក្យការបរទេសថៃគឺចេញលើកឡើងទាំងញ័រមាត់ញ័រកនិងបន្ទាប់ពីប្រទេសមួយនេះកំពុងតែខូចឈ្មោះដោយសារតែគ្រឿងញៀនថៃនឹងបានធ្វើការបដិសេធនៅព័ត៌មានថាថៃកំបំរុងនឹងចុះបញ្ជីគ្រឿងញៀនយ៉ាម៉ានិងជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងអង្គការ UNESCO របស់ខ្លួនក្រោយពេលដែលមានការចែកចាយប្រងព្រាតពេញបណ្ដាញសង្គមប្រភេទថ្នាំញៀនយ៉ាម៉ាបេតង់វីតាមីននិងយ៉ាបាគឺត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ថៃនៅអង្គការ UNESCO ត្រាប់ពេលឥឡូវនេះប្រទេសថៃបានចេញមកបដិសេធថាទោះបីជាព័ត៌មានคล้ายៗនឹងបង្កើតឡើងដោយ AI តែប៉ុណ្ណោះយ៉ាងណាមិញបើយោងទៅតាមការផ្សាយរបស់ខៅសុតអ៊ីងលីកាលពីថ្ងៃអង្គារទី18ខែសីហាឆ្នាំ2026ថាព័ត៌មាននេះជាការចុះបញ្ជីគ្រឿងញៀននៅ UNESCO ធ្វើឲ្យប្រជាជនថៃស្រឡាំងកាំងនិងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះការចែកចាយតគ្នាពេញបណ្ដាញសង្គមដែលចាត់ទុកថាថៃជាប្រភពនៃគ្រឿងញៀនយ៉ាងណាមិញមជ្ឈមណ្ឌលប្រឆាំងព័ត៌មានคล้ายៗក្រមក្រសួងសេដ្ឋកិច្ចនិងសង្គមគិច្ច Digital របស់ថៃបានប្រកាសថានេះជាការបង្កើតព័ត៌មានคล้ายៗត្រូវបានបង្កើតឡើងដោយប្រើប្រាស់នៅបច្ចេកវិទ្យាសិប្បនិម្មិត AI តែប៉ុណ្ណោះពាក់ព័ន្ធជាមួយនឹងករណីនេះបងប្អូននៅក្នុងលិខិតគតិយុត្តមួយក្រោយពេលដែលចេញផ្សាយបាទដោយកាសែតថៃដោយបញ្ជាក់កាន់តែច្បាស់ថាប្រទេសថៃបំរុងបាទចុះបញ្ជីគ្រឿងញៀនចូលនៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកដែលជារបស់ប្រទេសថៃបាទហើយមិនមែនជាកម្មសិទ្ធិរបស់បណ្ដាប្រទេសណាទៀតជុំពីពិភពលោកនោះក្រោយពេលដែលថៃខ្លាចទៅជាប្រទេសបាទបង្កើតច្បាប់ឲ្យគ្រប់គ្រងមានការដាំកញ្ឆានោះបញ្ហានេះផងដែរបានធ្វើឲ្យពិភពលោកទាំងមូលបាទបង្កការផ្ទះផ្អើលនិងចាប់អារម្មណ៍សាជាថ្មីម្ដងទៀតបាទក្រោយពេលដែលប្រទេសបាទដែលអួតអាងថាជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ប៉ុន្តែបែរជាមានបំណងចុះបញ្ជីបេតិកភណ្ឌបាទចំពោះគ្រឿងញៀនឥឡូវនេះគេចេញមកបដិសេធថាអត់ទេគេអត់ចុះបញ្ជីទេបាទបង្កើតឡើងដោយសិប្បនិម្មិត AI ទៅវិញពាក់ព័ន្ធជាមួយនឹងបញ្ហានេះប្រជាជនថៃបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងជាពិសេសអ្នកមានចំណេះដឹងនៅក្នុងស្រុកថៃបាទគឺបានផ្ដល់នៅព័ត៌មានមួយនឹងជាពិសេសបានដាក់ឈ្មោះឲ្យអនុទានចន្ទរកុលថាជាស្ដេចគ្រឿងញៀនឬក៏ស្ដេចកញ្ឆាបាទប្រចាំប្រទេសថៃហើយប្រទេសមួយនេះបាទកំពុងតែមានភាពរញ៉េរញ៉ៃមែនទែនបងប្អូនអាសេដ្ឋកិច្ចក៏ធ្លាក់ចុះរឿងគ្រឿងញៀនហ្នឹងក៏កំពុងតែកើនឡើងច្រើនហើយបង្កបញ្ហាខ្ពស់នៅក្នុងប្រទេសមិនត្រឹមតែបង្កនៅបញ្ហាខ្ពស់នោះទេបាទប្រទេសនេះក៏កំពុងតែប្រឈមបាទជាច្រើននៅរឿងរ៉ាវអសន្តិសុខនៅក្នុងប្រទេសហើយអសន្តិសុខកាន់តែកើតឡើងខ្ពស់បំផុតនោះ
គឺបញ្ហាគ្រឿងញៀននិងឧក្រិដ្ឋកម្មឃាតកម្មបាននឹងមិនត្រឹមតែប៉ុណ្ណោះឥឡូវចុងក្រោយនេះបាទប្រទេសថៃគឺចាក់អ្នកជួញដូរគ្រឿងញៀនចាប់ហើយលែងបាទទាំងអ្នកសេពគ្រឿងញៀនចាប់ហើយលែងបាទចោលបាទធ្វើសកម្មភាពប្លន់និងក៏ដូចជាធ្វើសកម្មភាពបាទសម្លេងមនុស្សក៏ត្រូវបានចាប់ហើយលែងបាទប៉ុន្តែចេញមកវិញប្រព្រឹត្តទោសកំហុសលើដើមដូចជានៅពេលថ្មីនេះបងប្អូនបាទជនជាតិរុស្ស៊ី2នាក់បងប្អូនត្រូវបានបាត់បង់ជីវិតដោយសារតែចោលធ្លាប់ជាប់ពន្ធនាគារត្រឹមតែបាទ3ទៅ4ឆ្នាំតែប៉ុណ្ណោះហើយក៏ដោះលែងមកវិញហើយឥឡូវនេះប្រព្រឹត្តកំហុសលើដើមពីមុនត្រឹមតែបាទចោលឆក់ទេចោលលួចទេចុងក្រោយឥឡូវខ្លាយទៅជាចោលប្លន់ហើយមិនត្រឹមតែចោលប្លន់ទេហ៊ានដល់លើកដៃបាទសម្លេងមនុស្សទៅទៀតនេះបង្ហាញសពបញ្ជាក់ឲ្យឃើញថាបាទប្រទេសថៃវាគឺជាប្រទេសបែបហ្នឹងអញ្ចឹងឯបានយើងឃើញថានៅលើពិភពលោកនេះបាទមិនថាតែថៃទេប្រទេសណាក៏ដោយឲ្យតែអនុវត្តច្បាប់បាទនៅមានភាពរអាក់រអួលបាទអនុវត្តច្បាប់ពឹងផ្អែកទៅលើលុយនោះបាទมันអាចធ្វើឲ្យមនុស្សគោរពច្បាប់បានឡើយជាពិសេសអាចនឹងបង្កឲ្យមនុស្សកាន់តែហ៊ានលើដើមពីព្រោះថាបើមានលុយទៅអាចរួចខ្លួនមានលុយទៅអាចធ្វើអ្វីបានទាំងអស់បើមានលុយទៅពួកគេអាចដាក់លុយទៅឲ្យមនុស្សនៅក្រៅឃុំបាទជាប់ពន្ធនាគារតែឈ្មោះមានលុយទៅបាទមនុស្សបាទចង់ជួលខ្មោចឲ្យកិនម្សៅក៏បានអញ្ចឹងបាទរឿងរ៉ាវទាំងអស់នេះវាតែងតែកើតឡើងជារឿយនេះយើងនិយាយតែប្រទេសថៃទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងបញ្ហានេះដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា